ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបាងកកនៅថ្ងៃទី15ខែធ្នូឆ្នាំ2025បានចេញមតិចោលព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនដែលថាពលរដ្ឋរុស្ស៊ីអាចធ្វើជាទាហានស៊ីឈ្នួលនៅក្នុងជម្លោះព្រំដែនកម្ពុជាថៃសេចក្តីថ្លែងការណ៍របស់ស្ថានទូតរុស្ស៊ីប្រចាំប្រទេសថៃចាត់ទុកការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយថៃថាជាការអះអាងគ្មានមូលដ្ឋានច្បាស់លាស់ការអះអាងដោយគ្មានមូលដ្ឋានបែបនេះនឹងបើតាមស្ថានទូតរុស្ស៊ីប្រចាំប្រទេសថៃទំនងអាចកើតចេញពីប្រភពខាងក្រៅតំបន់ដែលមានបំណងរំលោភលើសិទ្ធិរបស់ពលរដ្ឋរុស្ស៊ីដែលមកទស្សនាប្រទេសថៃក្នុងនាមជាអ្នកទេសចរឬដើម្បីធ្វើអាជីវកម្មស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបាងកកបារម្ភថាការចុះផ្សាយចោទប្រកាន់បែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងរុស្ស៊ីនិងថៃដែលឯករដ្ឋទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជាលោកអាណាតូលីបូរ៉ូវិកនៅថ្ងៃទី16ខែធ្នូឆ្នាំ2025នេះក៏បានចេញមកទាត់ចោលការចុះផ្សាយថាពលរដ្ឋរុស្ស៊ីអាចជាទាហានស៊ីឈ្នួលនៅក្នុងជម្លោះព្រំដែនកម្ពុជាថៃដោយចាត់ទុកថាជាការចុះផ្សាយមិនពិតដែលគ្មានភស្តុតាងត្រឹមត្រូវសម្រាប់លោកអាណាតូលីបូរ៉ូវិករុស្ស៊ីមិនធ្វើអត្ថាធិប្បាយអ្វីលើពីនេះទេកុំឲ្យខាតពេលច្រើនទន្ទឹមគ្នានេះវាមានក្រែមឡើងតាមរយៈក្រសួងការបរទេសកាលពីថ្ងៃទី11ខែធ្នូឆ្នាំ2025បានបញ្ជាក់ពីជំហររបស់ខ្លួនដែលគាំទ្រដល់ដំណោះស្រាយសន្តិវិធីដើម្បីបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃតាមស្ថានទូតរុស្ស៊ីទីក្រុងមូស្គូនៅតែរក្សាទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទាំងជាមួយភាគីកម្ពុជានិងថៃគួរជម្រាបជូនថាការវាយប្រយុទ្ធគ្នាសារជាថ្មីនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃគឺមានរយៈពេល9ថ្ងៃហើយគិតចាប់តាំងពីថ្ងៃទី8ធ្នូមកម្លេះបណ្ដាប្រទេសធំៗក្នុងពិភពលោករួមមានអាមេរិកចិនបារាំងនិងប្រទេសមួយចំនួនក្នុងតំបន់អាស៊ានបានចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភជាបន្តបន្ទាប់ចំពោះការបន្តវិប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃសហគមន៍អន្តរជាតិបានអំពាវនាវឲ្យកម្ពុជានិងថៃបញ្ឈប់ការផ្ទុះអាវុធដាក់គ្នាហើយវិលទៅរកការចរចាសន្តិភាពតាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់និងគោរពច្បាប់អន្តរជាតិគួរបញ្ជាក់ដែរថាក្រសួងការបរទេសកម្ពុជានៅថ្ងៃច័ន្ទទី15ធ្នូបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសថៃចំពោះការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាការប្រើប្រាស់យន្តហោះ F-16 របស់យោធាថៃចូលជ្រៅប្រមាណ80ទៅ90គីឡូម៉ែត្រនៅក្នុងទឹកដីកម្ពុជាបានបណ្ដាលឲ្យបាត់បង់ជីវិតជនស៊ីវិលជាច្រើននិងមានប្រជាជនជាង40,000នាក់ត្រូវបានភៀសខ្លួនព្រមទាំងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរក្រសួងការបរទេសកម្ពុជាចាត់ទុកទង្វើរបស់យោធាថៃគឺជាការរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាបំពានធម្មនុញ្ញអង្គការសហប្រជាជាតិនិងមិនគោរពទាំងធម្មនុញ្ញអាស៊ាននិងស្មារតីនៃសហគមន៍អាស៊ាននៅចំពោះមុខក្រសួងការបរទេសកម្ពុជាអំពាវនាវឲ្យយោធាថៃបញ្ឈប់ជាបន្ទាន់នៅការទម្លាក់គ្រាប់បែកពីលើអាកាសរួមទាំងប្រតិបត្តិការយោធាណាមួយដែលបង្កហានិភ័យដល់ជនស៊ីវិលដែលត្រូវងាកមកគោរពច្បាប់អន្តរជាតិនិងផ្ដល់អាទិភាពលើការការពារជនស៊ីវិលនិងគោលដៅស៊ីវិល